លោតចេញពីទីនេះតើអ្នកឈួតទេចុះនៅទីនេះបន្ទាប់មកអ្នកត្រូវទទួលស្គាល់ថាខ្ញុំមិនមែនជាបិសាចទេនេះគឺជាពេលដែលអ្នកកុហកខ្ញុំស្រាប់តែគាត់បានដួលចំក្បាលខ្ញុំស្រែកដោយភ័យខ្លាចបន្ទាប់មករាងកាយរបស់ខ្ញុំពិតជាចាប់ផ្ដើមកើនឡើងឋានសុខល្អតែយើងកំពុងហោះហើរទេអ្នកមានឆន្ទៈពេកចុះបើខ្ញុំមិនមែនជាបិសាចទោះបីជានេះជាឧបទ្ទហេតុក៏ដោយប៉ុន្តែខ្ញុំបានភ្នាល់ត្រឹមត្រូវខ្ញុំបានកាន់អេដវ៉ាត់យ៉ាងតឹងរ៉ឹងមើលឃើញពន្លឺនៃផ្ទះរាប់ពាន់ខ្នងខ្ញុំមានអារម្មណ៍ថាដូចជាខ្ញុំកំពុងអស់ពិភពលោកទាំងមូលនេះជាបទពិសោធន៍មិនគួរឲ្យជឿតើអ្នកអាចប្រាប់ខ្ញុំពីការពិតឥឡូវនេះបានទេហេតុអ្វីបានជាបិសាចត្រូវការអង្គរៈអ្នកត្រូវតែមានច្រើនជាង Moss អ្នកឆ្លាតណាស់បន្ទាប់មក Edward បានប្រាប់ខ្ញុំគ្រប់យ៉ាងគាត់បាននិយាយថាបិសាចជញ្ជក់ឈាមស្ទើរតែផុតពូជទៅហើយដោយសារតែការភ័យខ្លាចរបស់មនុស្សពួកគេត្រូវបានគេបរបាញ់គ្រប់ទីកន្លែងមនុស្សប្រើការរួមភេទជាតិពុលបានបំពុលប្រភពទឹកទាំងអស់នៅលើផែនដីវាមិនមានប្រសិទ្ធភាពចំពោះមនុស្សទេប៉ុន្តែម្ដងនៅក្នុងខ្លួនរបស់បិសាចវានឹងកើនឡើងយ៉ាងឆាប់រហ័សដូចជាមហារាជគាត់នៅសល់តែត្រកូល2-300ប៉ុណ្ណោះតើអ្នករស់នៅបានយូរប៉ុណ្ណាប្រហែល3សតវត្សខ្ញុំនៅសល់ប្រហែល100ឆ្នាំទៀតដើម្បីរស់និយាយឲ្យត្រង់ទៅខ្ញុំមិនចង់រស់ជារៀងរហូតទេព្រោះអ្នកនឹងឃើញការបែកគ្នាពីជីវិតនិងការស្លាប់ជាច្រើនខ្ញុំបានឃើញគ្រប់គ្រាន់ហើយប៉ុន្តែសមាជិកផ្សេងទៀតនៃកុលសម្ព័ន្ធមិនយល់ស្របនឹងទស្សនៈរបស់ខ្ញុំទេពួកគេឈឺណាស់ខ្ញុំនឹងស្លាប់ឆាប់នេះហើយអ្នកគឺជាថ្នាំបន្សាបរបស់ពួកគេតើនេះមានអ្វីតាក់ទងនឹងខ្ញុំតើអ្នកមិនចង់ដឹងទេតើសក់នឹងភ្នែករបស់អ្នកមានបញ្ហាអ្វីខ្ញុំបានទៅវិស្មការនៅភ្នំអោលនៅពេលខ្ញុំមានអាយុ5ឆ្នាំនេះជាអ្វីដែលបានកើតឡើងបន្ទាប់ពីខ្ញុំត្រឡប់មកវិញនៅថ្ងៃនោះអ្នកបានបរិភោគផ្កាដ៏ពិសិដ្ឋដែលកុលសម្ព័ន្ធរបស់ខ្ញុំស្វែងរកការនេះរីកកម្ដងរៀងរាល់100ឆ្នាំគាត់ជាអ្នកដែលធ្វើឲ្យសក់និងភ្នែករបស់អ្នកប្រែពណ៌វាក៏អាចបន្សុទ្ធឈាមរបស់អ្នកផងដែរមានសមត្ថភាពមិនគួរឲ្យជឿសំខាន់បំផុតសូមឲ្យឈាមរបស់អ្នកវាអាចបន្សុទ្ធយិននៅក្នុងខ្លួនរបស់បិសាចតើអ្នកដឹងដោយរបៀបណាថាវាជាថ្នាំពុលប៉ាស្តេតបុកបរោះរបស់យើងបាននិយាយកាលពី1000ឆ្នាំមុនគាត់បានឃើញក្មេងស្រីនៅក្នុងសុបិនវាក៏ពិពណ៌នាអំពីលក្ខណៈរបស់អ្នកផងដែរយើងបានស្វែងរកអ្នកជាយូរមកហើយរហូតដល់ខ្ញុំបានឃើញវាដោយចៃដន្យនៅក្នុងព័ត៌មានឃើញអ្នកនិងឪពុករបស់អ្នកខ្ញុំបានស្គាល់អ្នកភ្លាមសត្វដែលអ្នកបានឃើញក្នុងពេលកំពុងដើរគឺខ្ញុំដូច្នេះអ្នកមានគម្រោងបូមឈាមខ្ញុំបាននិយាយមុនថាខ្ញុំមិនចង់បានភាពអមតៈទេខ្ញុំបានទៅរកអ្នកដើម្បីបញ្ជាក់តើអ្វីដែលដូនតាយើងនិយាយគឺជាការពិតរហូតដល់យប់នេះខ្ញុំគ្រាន់តែបញ្ជាក់វានៅពេលដែលខ្ញុំបានធំក្លិនឈាមរបស់អ្នកប្រសិនបើឈាមរបស់ខ្ញុំអាចជួយសង្គ្រោះប្រជាជនរបស់អ្នកខ្ញុំអាចបរិច្ចាគខ្លះខ្ញុំមករដូវរៀងរាល់ខែមានច្រើនពេកមិនគ្រប់គ្រាន់ទេពួកគេនឹងធ្វើឲ្យអ្នកស្ងួតសម្ដីរបស់គាត់បានធ្វើឲ្យខ្ញុំត្រជាក់ចិត្តតើខ្ញុំគួរធ្វើអ្វីនៅពេលនោះតើខ្ញុំនឹងត្រូវតាមប្រមាញ់អស់មួយជីវិតដែរឬទេខ្ញុំនឹងនាំអ្នកទៅកន្លែងមានសុវត្ថិភាពបន្ទាប់មកព្យាយាមធ្វើឲ្យពួកគេជឿអ្នកមិនមែនជាក្មេងស្រីដែលយើងកំពុងស្វែងរកនោះទេហេតុអ្វីបានជាអ្នកជួយខ្ញុំព្រោះអ្នកជាមនុស្សស្លូតត្រង់ខ្ញុំក៏មានអារម្មណ៍ខ្លះសម្រាប់អ្នកដែរសិស្សចម្លែកដែលមានអាយុ300ឆ្នាំអ្នកមិនដឹងពីរបៀបនិយាយផ្អែមល្ហែមជាមួយមនុស្សស្រីពេលសារភាពពីអារម្មណ៍របស់អ្នកទេទោះយើងសាកល្បងវិធីផ្សេងទៀតយ៉ាងម៉េចដែរនៅថ្ងៃបន្ទាប់ Edward បានបញ្ចុះបញ្ចូលឪពុករបស់គាត់នាំខ្ញុំទៅកន្លែងមានសុវត្ថិភាពពួកគេពិតជាបានយល់ព្រមប៉ាខ្ញុំពិតជាទុកចិត្តអ្នកខ្លាំងណាស់ព្រោះខ្ញុំធ្វើពុតជាគាត់ខ្ញុំទាំងចាប់អារម្មណ៍និងខ្លាចអ្នកពេលឡើខ្ញុំនឹងមិនធ្វើឲ្យអ្នកឈឺចាប់ទេ Edward បាននាំខ្ញុំទៅប្រាសាទបុរាណដ៏ធំមួយភាពប្រណីតនៅទីនេះមិនគួរឲ្យជឿគាត់រៀបចំបន្ទប់មួយសម្រាប់ខ្ញុំពួកគេក៏បានឲ្យចិញ្ចៀនត្បូងតឹងមួយមកខ្ញុំត្រូវចាក់ចេញអ្នកបម្រើនៅទីនេះសុទ្ធតែជាអ្នកជឿទុកចិត្តរបស់ខ្ញុំប្រសិនបើអ្នកជួបប្រទះគ្រោះថ្នាក់គ្រាន់តែប៉ះ pendant ខ្ញុំនឹងឆ្លើយភ្លាមបន្ទាប់ពីគាត់និយាយចប់គាត់ក៏ថើបខ្ញុំបន្ទាប់មកវាបានបាត់ប៉ុន្តែខ្ញុំគ្រាន់តែមិនអាចគេងបានខ្ញុំចង់ទូរស័ព្ទទៅយ៉ាកុបមិនមានសញ្ញានៅទីនេះទេដូច្នេះខ្ញុំចាប់ផ្ដើមដើរជុំវិញដូចដែលខ្ញុំកំពុងមើលពេលដែលជាប់ក្នុងរូបរបស់ Edward រំពេចនោះសំឡេងរោទមួយបានបន្លឺឡើងខ្ញុំចុចដៃលើខ្សែដោយភ័យខ្លាចតិចជាង1វិនាទី Edward មកខាងខ្ញុំប្រញាប់ឡើងយើងត្រូវតែចេញពីទីនេះអញ្ចឹងទ្វារត្រូវបានកោះចំមកភ្លាមបុរសម្នាក់ដើរចូលគាត់ស្លេកថ្ពាល់លិចភ្នែកបង្ហូរឈាមបងប្រុសជាទីស្រឡាញ់របស់ខ្ញុំសម្លឹងមកខ្ញុំដោយទឹកមុខញើសតើអ្នកកំពុងប្រញាប់ទៅណាម្ដងទៀតតើអ្នកជាអ្នកវាយប្រហារខ្ញុំកាលពីម្សិលមិញទេជាការប្រសើរណាស់ប្រគល់ក្មេងស្រីនោះយើងនៅតែជាបងប្អូនដ៏ល្អគាត់មិនមែនជាមនុស្សដែលអ្នកកំពុងស្វែងរកនោះទេខ្ញុំមិនជឿការវិនិច្ឆ័យរបស់អ្នកទេលុះត្រាតែអ្នកអនុញ្ញាតឲ្យខ្ញុំសាកល្បងខ្ញុំនឹងមិនឲ្យអ្នកធ្វើបាបអ្នកស្លូតត្រង់ទេអ្នកត្រូវយល់ទាំងនេះគឺជាមនុស្សដែលបានបំផ្លាញយើងសន្យាយកស្រីម្នាក់នេះបានប្រគល់ឲ្យយើងអ្នកកុហកខ្ញុំពីមុនមែនទេវាបានចាប់ផ្ដើមដូចនេះប៉ុន្តែក្រោយមកខ្ញុំបានលងស្នេហ៍នឹងអ្នករឿងល្ងងគាត់នៅតែជឿជាក់លើស្នេហាតើគាត់បានទទួលអ្នកបម្រើរបស់អ្នកហើយឬនៅទេខ្ញុំមិនចង់ខ្លាចជាបិសាចទេញាក់ឡើងបងប្អូនតារាប់ណាអ្នកទទួលបានភាពអមតៈតើស្ត្រីណានិយាយមិនចប់គាត់បានប្រហឹមហើយចោទប្រកាន់ខ្ញុំចូលរួមក្នុងសម្រភូមិដ៏អស្ចារ្យជាមួយ Edward ខ្ញុំបានរត់យ៉ាងលឿនទៅមាត់ទ្វារខ្ញុំពិតជាបានឃើញ Accord Babella អ្នកជាក្រុមឈាមមិនមែនទេបាទបន្ទាប់ពីការបញ្ជាក់គាត់បានយកសារ៉ោងប្រាក់មួយវាបានចាក់ចូលដៃខ្ញុំយ៉ាងខ្លាំងខ្ញុំដួលទៅដី
ការស្រែករបស់ខ្ញុំក៏ទាក់ទាញការចាប់អារម្មណ៍របស់ពួកគេផងដែរសក់នឹងភ្នែករបស់អ្នកពិតជាបានត្រឡប់មកធម្មតាវិញហើយតើមានអ្វីកើតឡើងវាគឺជាទម្រង់ប្រមូលផ្ដុំយ៉ាងខ្លាំងនៃថ្នាំសម្រាប់ឈាមរបស់គាត់ត្រូវបានបំពុលវាគ្មានប្រយោជន៍សម្រាប់អ្នកទេរំពេចនោះគាត់បានប្រហឹមហើយវាយលោកយ៉ាកុបបន្ទាប់មកគាត់បានចាក់ចេញទេកុំនាំគាត់ទៅមន្ទីរពេទ្យឲ្យបានឆាប់វាមិនមានអ្វីធ្ងន់ធ្ងរទេគ្រាន់តែការប៉ះទង្គិចស្រាលប៉ុណ្ណោះគាត់គួរតែមិនអីទេបើមិនដូច្នោះទេខ្ញុំនឹងសម្លាប់អ្នកខ្ញុំបានបន្តដល់ Edward ដោយកណ្ដាប់ដៃតូចពីររបស់ខ្ញុំសូមទោសដែលអ្នកធ្លាប់ជាសិស្សនិយោជករបស់ខ្ញុំពីមុនមកតើអង្គរៈបន្ទាប់ពីឈាមរបស់ខ្ញុំពិតណាស់មនុស្សរបស់ខ្ញុំជាច្រើនមានជំងឺធ្ងន់ធ្ងរខ្ញុំបានសន្យាថានឹងជួយពួកគេប៉ុន្តែចាប់តាំងពីខ្ញុំបានជួបអ្នកខ្ញុំបានយល់ខ្ញុំនឹងមិនអាចរក្សាការសន្យារបស់ខ្ញុំបានទេខ្ញុំមិនចង់ធ្វើបាបពួកគេទាំងពីរទេតើគាត់រកយើងដោយរបៀបណាគាត់គឺជាអ្នកប្រាជ្ញដ៏ឆ្លាតវៃខ្ញុំមានស្នាមសាក់នៅលើកដៃនោះហើយជាធនធានគ្រួសាររបស់យើងក្រៅពីខ្ញុំទើបតែរកឃើញឧបករណ៍កំណត់ទីតាំងខ្នាតតូចនៅលើអ្នកគាត់កំពុងតាមយើងគាត់ច្បាស់ជាបានលើការសន្ទនារបស់យើងតើគាត់ហ៊ានប្រឈមមុខនឹងវិស័យជញ្ជក់ឈាមដោយខ្លួនឯងទេរំជួលចិត្តពេកមនុស្សពេលខ្លះធ្វើវាសម្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគេធ្វើរឿងឈួតខ្ញុំក៏លាលែងពីតំណែងដែរយ៉ាងណាមិញខ្ញុំជាសត្វដែលចង់បានការសរសេរអំពីកាន់តែយូរខ្ញុំនៅជាមួយអ្នកកាលណាខ្ញុំទប់ទល់នឹងការលំនេះកាន់តែច្រើននោះខ្ញុំកាន់តែទប់ទល់នឹងវាបានតិចខ្ញុំខ្លាចថាខ្ញុំនឹងប្រែក្លាយអ្នកទៅជាបិសាចផងដែរតាមពិតនោះមិនអាក្រក់នោះទេអ្នកនឹងទទួលបានមហាអំណាចម្យ៉ាងទៀតខ្ញុំមានជាងប្រទេសមួយទៅទៀតវាអាចនាំអ្នកជុំវិញពិភពលោកទោះស្ដាប់ទៅគួរឲ្យតាក់ទាញប៉ុន្តែវាក៏គួរឲ្យខ្លាចបន្តិចដែរទោះបីជាខ្ញុំចូលចិត្តអ្នកខ្លាំងណាស់ប៉ុន្តែខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីលះបង់មនុស្សជាតិនៅឡើយទេខ្ញុំគោរពជំរឿនរបស់អ្នកពេលអ្នកគឺជានារីដំបូងដែលខ្ញុំធ្លាប់លងស្នេហ៍យ៉ាកុបជាមនុស្សល្អណាស់បំភ្លេចខ្ញុំគ្រាន់តែចាត់ទុកវាជាសុបិនវាហើយឥឡូវនេះ Edward ថាប់ស្គាល់ខ្ញុំបន្ទាប់មកវាបានបាត់យ៉ាកុបបានភ្ញាក់ឡើងនៅថ្ងៃបន្ទាប់ខ្ញុំស្ទុះទៅអបគាត់យ៉ាងតឹងខ្ញុំបានលើការសន្ទនារបស់អ្នកតាមរយៈឧបករណ៍ដែលមានកំហុសដោយដឹងថាគាត់ជាបិសាចនឹងអំពីឈាមរបស់អ្នកទោះបីជាគាត់មានមហាអំណាចក៏ដោយដែលវាលយអ្នកហាក់ដូចជាទុកចិត្តគាត់ខ្លាំងណាស់ប៉ុន្តែខ្ញុំមិនទុកចិត្តគាត់ទេខ្ញុំបានតាមអ្នកទៅប្រាសាទបុរាណនោះខ្ញុំតាមរយៈសិទ្ធិរបស់ឪពុកអ្នកខ្ញុំបានទទួលថ្នាំនេះខ្ញុំដឹងថាអ្នកជាប៉ូលីសដ៏ល្អម្នាក់អ្នកមានអារម្មណ៍ថាមានអ្វីមួយខុសពី Edward តាំងពីដើមដំបូងមកនោះពិតជាដោយសារតែខ្ញុំការពារគាត់យ៉ាងខ្លាំងគាត់តែងតែតាមអ្នកនៅជុំវិញខ្ញុំដឹងថាអ្នកចូលចិត្តគាត់ខ្លាំងណាស់យ៉ាងណាក៏ដោយគាត់បានទៅហើយគាត់ក៏បាននិយាយថាអ្នកជាមនុស្សល្អតើគាត់ពិតជានិយាយមែនឬតើអ្នកកំពុងធ្វើពុតដើម្បីអ្វីកន្ទុយរបស់វាកំពុងជាប់នៅលើអាកាសអ្វីត្បិតតែ Edward សង្ហាជាងនឹងមានមហាអំណាចជាងអ្នកក៏ដោយប៉ុន្តែការថើបអ្នកមានអារម្មណ៍ល្អជាងមុនពិតទេខ្ញុំស្រឡាញ់ជាងបិសាចទៅទៀតតើអ្នកអាចសរសេរប្រយោគនេះបានទេបន្ទាប់មកអ្នកត្រូវថើបខ្ញុំម្ដងទៀតមុនពេលដែលខ្ញុំដឹងច្បាស់